ចំស្រែស្រូវការអធិស្ឋានប្រៀបដូចជាការដែលព្រះជួរស់ដីនៃដួងចិត្តហើយរៀបចំវាដើម្បីរងចាំទទួលគ្រាប់ពូជនៃដំណឹងល្អជំហានបន្ទាប់គឺបំពាក់បំពន់កម្មករត្រៀមខ្លួនសម្រាប់ភារកិច្ចរបស់ពួកគេកម្មកររបស់ព្រះគ្រីស្ទត្រូវបានរៀបចំរួចស្រេចសម្រាប់របៀបរស់នៅក្នុងការផ្សព្វផ្សាយដំណឹងល្អនិងបង្កើតសិស្សតាមរយៈវគ្គសិក្សាជីវិតជាគ្រូបរិស័ទនិងជាស្មបន្ទាន់វគ្គសិក្សានេះជួយបង្រៀនយើងពីរបៀបចែកចាយដំណឹងល្អប្រកបដោយប្រសិទ្ធភាពបន្ទាប់មកវាដល់ពេលដែលត្រូវដាំដុះគ្រាប់ពូជនិងថែទាំដំណាំយើងដាំគ្រាប់ពូជនៅក្នុងសហគមន៍របស់យើងដោយចែកចាយជំនឿរបស់យើងនិងអញ្ជើញមិត្តភ័ក្តិនិងអ្នកជិតខាងយើងមកក្នុងការឈោងចាប់ការធ្វើកសិកម្មស្រូវនេះគឺយើងលើកទឹកចិត្តពួកគេឲ្យទទួលយកព្រះគ្រីស្ទរួចរក្សាទំនាក់ទំនងជាមួយពួកគេដើម្បីជួយពួកគេឲ្យរីកចម្រើននៅក្នុងសេចក្តីជំនឿនៅពេលដែលស្រូវទុំវាដល់ពេលវេលាប្រមូលផលកសិករត្រូវតែត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការនៅរដូវចម្រូតនេះហើយគឺជាពេលដែលការឈោងចាប់ផ្ដើមឡើង Is your soul secure in the hands of Almighty God? If you're not sure, you can be sure right now. Christ can change your life. But you must be willing to come to Him tonight.ពីប្រមូលផលរួចហើយវាដល់ពេលដែលត្រូវធ្វើការជាមួយគ្រាប់ម្ដងគ្រាប់ត្រូវបានផ្ដាច់ចេញពីដើមដើម្បីធ្វើឲ្យវាមានប្រយោជន៍ការប្រមូលផលចម្រូតនៃអ្នកជឿថ្មីคล้ายទៅជាមានប្រយោជន៍តាមរយៈការបង្កើតសិស្សដោយមានគោលបំណងអ្នកប្រឹក្សាដែលបានទទួលការฝึกហ្វឺនជួយក្នុងដំណើរនៃការផ្សារភ្ជាប់អ្នកជឿថ្មីទាំងនេះទៅនឹងក្រុមជំនុំក្នុងតំបន់ដែលពួកគេអាចរីកចម្រើននៅក្នុងជំនឿរបស់ពួកគេពេលប្រមូលផលចប់រួចរាល់ទាំងស្រុងការងារត្រូវចាប់ផ្ដើមឡើងវិញសម្រាប់ចម្រូតបន្ទាប់វត្តនេះដំណើរការដដែលម្ដងហើយម្ដងទៀតចម្រូតត្រូវបានច្រូតនៅក្នុងទីក្រុងទូទាំងអាស៊ីហើយកិច្ចការក៏នៅតែបន្តប៉ុន្តែវាគឺជាការអស្ចារ្យមួយខ្ញុំមិនអាចពលនាវាបានទេសូមឲ្យភ្លើងនេះរីករាលដាលទៅដល់ប្រទេសទាំងអស់និងក្រុមគ្រួសារនៅក្នុងជាតិសាសន៍នេះតោះយើងចូលរួមជាមួយគ្នាហើយចូលទៅក្នុងស្រែដែលព្រះជាម្ចាស់បានដាក់នៅពីមុខ